សូមជូននិទានរឿងក្តីប្រាថ្នារបស់កូនឫស្សីកាលដើមឡើយមានកូនឫស្សីមួយដើមមិនពេញចិត្តនឹងស្លឹករបស់វាសោះវាយល់ថាស្លឹករបស់វាមានរាងវែងហើយស្តើងពេកទៀតផងវានិយាយថាវាចង់បានស្លឹកដូចមាសបើបានស្លឹកដូចមាសទើបស្អាតរុក្ខទេវតាឮដូច្នេះក៏បានធ្វើឲ្យស្លឹករបស់វាក្លាយជាមាសដូចប្រាថ្នាកូនឫស្សីសប្បាយចិត្តណាស់ក្រោយមកមានបុរសម្នាក់ដើរមកឃើញកូនឫស្សីមានស្លឹកមាសក៏បេះស្លឹកទាំងនោះយកទៅលក់តតែអស់កូនឫស្សីនឹកឃើញថាស្លឹកមាសមិនសមនឹងវាទេវាចង់បានស្លឹកដូចកញ្ចក់វិញរុក្ខទេវតាក៏ផ្ដល់ស្លឹកកញ្ចក់ឲ្យកូនឫស្សីដូចបំណងកូនឫស្សីពេញចិត្តណាស់ប៉ុន្តែមិនយូរប៉ុន្មានស្រាប់តែភ្លៀងធ្លាក់យ៉ាងខ្លាំងថែមទាំងមានខ្យល់បក់បោកធ្វើឲ្យស្លឹកកញ្ចក់នោះបែកខ្ទេចខ្ទីអស់លើកនេះកូនឫស្សីផ្សងថាសូមឲ្យវាមានស្លឹកធំធំហើយមានពណ៌បៃតងដូចឈើឯទៀតវិញរុក្ខទេវតាក៏ជួយសម្រេចក្តីប្រាថ្នារបស់វាទៀតប៉ុន្តែបន្តិចក្រោយមកសត្វពពែបានមកដល់ហើយស៊ីស្លឹកវាគ្មានសេសសល់កូនឫស្សីនិយាយថាស្លឹកដែលស័ក្តិសមនឹងខ្លួនវាមានតែស្លឹកចាស់របស់វាតែប៉ុណ្ណោះស្លឹកវែងស្ដើងដែលធម្មជាតិបង្កើតមកពិតជាសមចំពោះវាណាស់រុក្ខទេវតាក៏ធ្វើឲ្យកូនឫស្សីនោះមានស្លឹកដូចដើមវិញ